ជំរាបសួរពុកម៉ែបងប្អូនពូលមីព្រមទាំងទស្សនិកជនទាំងគ្រប់រូបខ្ញុំបណ្ណាអ៊ិនសូមស្វាគមន៍នេះគឺជាវេទិកា podcast សន្ទនារបស់នាងខ្ញុំថ្ងៃនេះជឿឬអត់ថាខ្ញុំមានព័ត៌មានថ្មីពីរឿងច្បាប់ខ្លះៗដែលផ្លាស់ប្ដូរក្នុងឆ្នាំ2025នេះចាគឺដូចជាបងប្អូនបានឮបានដឹងហើយថាប្រធានាធិបតី Donald Trump បានឡើងតំណែងលើកទី2ចាពីព្រោះថាប្រធានាធិបតី Donald Trump នឹងគាត់បានសន្យាជាមួយជនពលរដ្ឋអាមេរិកកាំងទីច្រើនពេលដែលលោកបានបោះឆ្នោតហើយក្នុងពេលដែលលោកប្រធានាធិបតី Donald Trump បានចូលលោកក៏បានអភិវឌ្ឍហើយអនុវត្តទៅតាមគម្រោងការដែលគាត់បានផ្សព្វផ្សាយក្នុងពេលដែលគាត់បានចូលក្នុងគណៈការបោះឆ្នោតរបស់គាត់នឹងចាឆ្នៃចាដោយពុកម៉ែបងប្អូនព្រមទាំងជនទស្សនិកជនបានឮដំណឹងកាលពីថ្ងៃទី20ខែមករាគ្រិស្តសករាជ2025នោះលោក Donald Trump បានឡើងស្បត់ស្បាយទទួលតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដំណរទី47ចាក្នុងពេលថ្ងៃនឹងផងដែរលោកបានកាន់សិទ្ធិអំណាចប្រតិបត្តិសញ្ញេជាច្បាប់ដើម្បីកម្រាបជនអង្គតប្រវេសន៍ដែលអត់មានច្បាប់ហើយនឹងបរោះនៅជ្រុកកដោយអត់មានក្តារស្នាមចា៎ហេតុផលនេះផងដែរបានបាតុកិច្ចជាច្រើនទៅដល់ជនជាតិខ្មែរលាវយួនព្រមទាំងជនជាតិដទៃទៀតដែលមកជ្រកកោននៅក្នុងសហរដ្ឋអាមេរិកនេះដោយអត់មានច្បាប់ឬក៏អត់មានក្តារស្នាមចា៎ឆ្នេះហើយនេះគឺជាបញ្ហាមួយដែលកើតឡើងក្នុងបច្ចុប្បន្ននេះដែលត្រូវមានការវិនិច្ឆ័យចា៎ចាពុកម៉ែបងប្អូនដឹងទេថាការប្រែប្រួលទាំងអស់នេះគឺវាប៉ះទង្គិចទៅលើមិនត្រឹមតែបងប្អូនខ្មែរដែលមករស់នៅសហរដ្ឋអាមេរិកដែលខុសច្បាប់ឬក៏អត់មានច្បាប់នោះទេគឺប៉ះទង្គិចទៅដល់និស្សិតអ្នកវិនិយោគព្រមទាំងអ្នកដែលបានធានាមកជាក្រុមគ្រួសារឬក៏ស្វាមីភរិយាហើយពុកម៉ែបងប្អូនដូចគ្នាដែរចាសម្រាប់កតិដ្ឋាន Visa F1 នឹងគឺជាកតិដ្ឋានរបស់និស្សិតដូចជាមានបងប្អូនហើយក្មួយដែលបានមករៀនបន្តនៅសហរដ្ឋនេះគឺមានកតិដ្ឋានឬក៏ Visa F1 ចា F1 ហើយនឹង B1 B2 គឺសម្រាប់អ្នកដែលវិនិយោគឬក៏អ្នកដែលសុំ Visa មកដើម្បីបន្តកិច្ចការងារនៅសហរដ្ឋអាមេរិកនេះចាហើយផងដែរ B2 សម្រាប់អ្នកដែល Tour Visa នឹងគឺខាងអទេសចរចានៅក្នុងនោះផងដែររួបរวมទៅដល់ Visa ឬក៏កតិដ្ឋាន IV នឹងគឺជាកតិដ្ឋានដែលធ្លាក់នៅក្នុងការធានាយកក្រុមគ្រួសារមករស់នៅសហរដ្ឋអាមេរិកចឹងចាយើងត្រូវតែយល់ដឹងខ្លះៗនៃច្បាប់ទម្លាប់ដែលបានផ្លាស់ប្ដូរពេលដែលប្រធានាធិបតីបានឡើងតំណែងនេះគឺច្បាប់ដែលខាងតឹងតែងទៅខាងច្បាប់អង្គតប្រវេសន៍ចានឹងសរុបសេចក្តីថាមិនគ្រាន់តែប្រធានាធិបតី Donald Trump ឲ្យអំណាចពេញលេញទៅខាងអង្គការ ICE ជាអង្គការដែលប្រតិបត្តិច្បាប់ខាងអង្គតប្រវេសន៍ហើយនឹងមេកុយធំឆ្នេះហើយចាពុកម៉ែបងប្អូនគឺច្បាប់នៃអង្គតប្រវេសន៍ដែលបានបង្កើតឡើងថ្មីដោយសិទ្ធិអំណាចរបស់ប្រធានាធិបតីដែលជាសិទ្ធិប្រតិបត្តិចាគឺជាសិទ្ធិដែលខាងនាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីដែលជាអំណាចផ្ទាល់ដែលអាចប្រើប្រាស់នៅក្នុងពេលអាសន្នហន្តរាយចាឆ្នេះហើយបានប្រធានាធិបតី Donald Trump នេះបានប្រើសិទ្ធិប្រតិបត្តិហើយសញ្ញាជាពាក្យបញ្ជាការឲ្យក្រសួង ICE ឬក៏មេកុយធំឬក៏អង្គការអន្តរប្រវេសន៍ឲ្យចាត់ការដើម្បីឲ្យប្រតិបត្តិចាប់បញ្ជូនឬក៏បំរាសជនល្មើសច្បាប់ឬក៏ជនដែលមកជ្រកកដោយខុសច្បាប់ឬក៏អត់មានសំណុំរឿងចាឧទាហរណ៍គឺសម្រាប់បងប្អូនរួមជាតិខ្មែរយើងក៏បាតុកិច្ចដូចគ្នាដែរចាធៀបឧបមាថាបងប្អូនខ្មែរយើងដែលមានបញ្ហាផ្លូវច្បាប់ពួនពីច្បាប់ពីព្រោះថាអំពើអក្រិតឬក៏រងចាំពេលដែលគេនិរទេសយើងចាការនិរទេសភាពនេះគឺមិនមែនថាទូទៅទាំងអស់គ្នាទេចាដែលលោកបានប្រើអំណាចប្រតិបត្តិបញ្ឈួរនៃគោលការណ៍នឹង
ចាប់បញ្ជូនហើយនឹងគម្រាបនិរទេសជនល្មើសខុសច្បាប់ចាឆ្នៃខ្ញុំសូមចែងនៃឪពុកម៉ែបងប្អូនសម្គាល់នៃលក្ខណៈរបស់ជនខ្លះៗដែលនឹងបានត្រូវចាប់ខ្លួនហើយនិរទេសឲ្យត្រឡប់ទៅស្រុកកំណើតវិញមានដូចទូទៅចាគឺជាជនដែលធ្លាប់មានប្រវត្តិនោះគឺសម្រាប់ជនពីលឬក៏បុគ្គលដែលធ្លាប់មានប្រវត្តិដែលធ្លាប់ប្រព្រឹត្តល្មើសច្បាប់អក្រិតកម្មចានឹងពីអង់គ្លេសគេហៅថា felony ឬក៏តិចជាងអក្រិតកម្មនោះគឺជា misdemeanor នេះគឺសម្រាប់បុគ្គលដែលប្រព្រឹត្តខុសច្បាប់មធ្យមចាឆ្នេះហើយបុគ្គលទាំងអស់នេះដែលខ្ញុំបានចែងចាំងមកបំបញ្ញមិញនេះគឺនឹងបានអង្គការអន្តរប្រវេសន៍នឹងរកចាប់ខ្លួនឃុំឃាំងរួចហើយដំណើរការនិរទេសឲ្យត្រឡប់ទៅប្រទេសកំណើតវិញចាគឺពិសេសប្រធានាធិបតី Donald Trump បានលោកមានការតឹងតែងជាខ្លាំងពីព្រោះនេះគឺជាបញ្ហាមួយធំដែលប្រទេសសហរដ្ឋអាមេរិកនេះដែលបានប្រឈមមុខជាមួយគឺជាមិនគ្រាន់តែថាដែលមករស់នៅអត់មានច្បាប់នោះឬក៏បដិវីសាឬក៏ប៉ាសពតនឹងគេចាប់និរទេសទៅប្រទេសកំណើតវិញក៏មិនតែប៉ះពាល់ដល់បងប្អូនដែលមានដែលមាន I-94 គឺ I-94 គឺជាលិខិតឆ្លងដែនដែលអនុញ្ញាតឲ្យមករស់នៅមួយលំពេចចាគឺមានពេលវេលាមកថ្មីយើងមាន I-94 ចាឆ្នេះហើយពេលដែលយើងបានមកជ្រកកបានមួយរយៈយើងអាចមានសិទ្ធិទៅសុំបដូរពី I-94 ចូលទៅ Green Card ឬក៏ I-90 អានឹងគឺជាសំណុំរឿងដែលយើងទៅសុំធ្វើ Green Card យើងត្រូវបន្តការជ្រកករបស់យើងបើយើងអត់បន្តទេវាអាចមានផលប៉ះពាល់ដល់ខាងច្បាប់គេអាចនិរទេសយើងត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញចាឆ្នេះហើយម្យ៉ាងទៀតខ្ញុំលើខាងមេធាវីខាងសមាគមឬក៏មេធាវីដែលគេធានារ៉ាប់រងពីច្បាប់របស់អង្គការប្រវេសន៍បានមានសង្ខេបផងដែរថាគឺព័ត៌មានចេញមកក្រោយពីប្រធានាធិបតី Donald Trump ដែលបានជំរើសឡើងជាអ្នកកាន់អំណាចម្ដងទៀតហ្នឹងគឺគេបានចែងថាប្រជាជនអន្តរប្រវេសន៍ភាគច្រើនគឺមកពីខាង Middle East ពីប្រទេសខាងលិចឬក៏ប្រទេសខាងកើតហើយនឹងប្រទេសដែលជាប់អមខាងផងគឺជាប្រទេសមិចស៊ីកូមានប្រជាជនពលរដ្ឋជាច្រើនដែលឆ្លងដែនមកតាមផ្លូវគោកចូលតាមរដ្ឋ Texas ពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងគ្រប់រូបនេះខ្ញុំសូមរបាយការណ៍ពីប្រជាជនដែលមករស់នៅក្នុងប្រទេសសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតឬខុសច្បាប់មានទូទៅចា៎មានប្រទេស5ប្រទេសដែលមានប្រជាជនដែលមករស់នៅខុសច្បាប់ច្រើនជាងគេគឺចំណោមប្រជាជនអន្តរប្រវេសន៍ដែលមករស់នៅដោយគ្មានការអនុញ្ញាតនោះទាំងអស់จากក្នុងមហាសហរដ្ឋនេះគឺនេះជាស្ថិតិរួបរวมតាំងពីឆ្នាំ2022បានបែងចែងថាមានជនអន្តរប្រវេសន៍ដែលគ្មានបានទទួលអនុញ្ញាតមករស់នៅក្នុងប្រទេសសហរដ្ឋនេះមានចំនួន11,000លានអ្នកអស់គ្នានឹងបូករួមតាំងពីខ្មែរលាវយួនជនជាតិអាស៊ីហើយនិងជនជាតិគ្រប់ប្រទេសចាគឺមាន5ប្រទេសធំដែលមានប្រជាជនអន្តរប្រវេសន៍ដែលបានមករស់នៅក្នុងប្រទេសសហរដ្ឋនេះដោយគ្មានការអនុញ្ញាតគឺប្រទេសទី1មានប្រទេសមិចស៊ីកូជិតនឹងបាន 50% ជាប់ស្ថិតិ 48% ប្រទេសមិចស៊ីកូនឹងរួបរวมចំនួនប្រជាជនដែលបានមករស់នៅគឺមានចំនួន 5,313,000 នាក់ចាស់ច្រើនណាស់គឺ 88% ហើយប្រទេសទី2គឺអែលសាវ៉ាដូនៅអែលសាវ៉ាដូមានចំនួន 741,000 នាក់ហើយនឹងប្រទេសឥណ្ឌាជាប់លេខទី3គឺ 553,000 នាក់ហើយប្រទេសហុនដូរ៉ាមាន 490,000 នាក់ខ្មែរយើងមិនជាប់នៅក្នុងស្ថិតិជាមួយគេទេក៏ប៉ុន្តែមានក្នុងចំណោម11លានពាន់នាក់នឹងចាច្រើនណាស់ចាគឺនេះគឺជាបញ្ហាធំបំផុតដែល 11,000 លានប្រជាជនអន្តរប្រវេសន៍ដែលរស់នៅក្នុងប្រទេសគេពុំបានទទួលអនុញ្ញាតគឺច្រើនណាស់បើប្រៀបធៀប
ជាប្រទេសយើងប្រជាជនបានលាកខ្លួនទៅប្រកបអាជីវៈនៅប្រទេសថៃអញ្ចឹងចានឹងដូចគ្នាគឺភាគច្រើនប្រជាជនមិចស៊ីកាន់បានឆ្លងដែនមកដោយគ្មានការអនុញ្ញាតដើម្បីមកប្រកបមុខរបរអាជីវៈចិញ្ចឹមអាជីពក៏ប៉ុន្តែបញ្ហាត្រង់ដែលថាជនអន្តោប្រវេសន៍ដែលបានមកកាន់ផែនដីធំនេះហើយគឺគេមិនចង់វិលត្រឡប់ទៅប្រទេសរបស់គេវិញទេហេតុផលគឺវាច្រើនមុខច្រើនបែបច្រើនយ៉ាងគឺអ្នកខ្លះភ្លេចខ្លួនឬក៏លួចរត់ចូលមកប្រទេសរបស់គេនឹងដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតភាគច្រើនភ្លេចខ្លួនមកដោយសារតែមានសង្គ្រាមនៅក្នុងប្រទេសឬក៏មានសង្គ្រាមផ្ទៃក្នុងឆ្នៃធ្វើឲ្យជាពលរដ្ឋអន្តោប្រវេសន៍អស់នេះបានរត់ចូលមកជ្រកកនដោយគ្មានច្បាប់ឬក៏បានមកដោយផ្លូវច្បាប់និស្សិតអ្នកវិនិយោគឬក៏អ្នកធ្វើការក៏ដោយក៏ប៉ុន្តែកតិដ្ឋានវីសារបស់គេនឹងវាអស់ខែអស់ថ្ងៃហើយពួកគេជៀសវាងមិនបានត្រឡប់ទៅប្រទេសកំណើតវិញចានាំគ្នាទៅដល់រស់នៅប្រកបអាជីវៈចិញ្ចឹមគ្រួសារចិញ្ចឹមខ្លួនឯងរហូតដល់បច្ចុប្បន្ននេះចាគឺម្យ៉ាងទៀតគឺកម្មាភិបាលរបស់សហរដ្ឋអាមេរិកនេះនឹងកាលចំនួនដែលលោកប្រធានអូបាម៉ាបានគ្រប់គ្រងក៏បានបទូនៃច្បាប់អន្តោប្រវេសន៍ហើយមានប្រជាជនអន្តោប្រវេសន៍បានចូលមកកាន់ទឹកដីនឹងកាន់តែកើនឡើងហើយក៏មានអំណោយថវិកាមហារូបករណ៍បានជួយឧបត្ថម្ភប្រជាជនទាំងអស់នេះជាលុយបៀវត្តលុយឧបត្ថម្ភអ្វីៗគ្រប់មុខគ្រប់យ៉ាងតាំងពីអសរងព្យាបាលខ្លួនលុយបងទិញម្ហូបលុយសតហើយនឹងមហារូបករណ៍បន្តការរៀនសូត្រទៀតចាឆ្នោះហើយប្រធានាធិបតី Donald Trump បានប្រើអំណាចផ្ដាច់ខាតទោះបីតែកូនក្មេងដែលក្មេងដែលកើតនៅប្រទេសសហរដ្ឋអាមេរិកជាមួយឪពុកឬម្ដាយដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ក៏គ្មានសិទ្ធិអះអាងថាជាជនជាតិអាមេរិកផងដែរឆ្នោះហើយបទប្រតិបត្តិនេះគឺវាខុសជាមួយច្បាប់ធម្មនុញ្ញដែលបានបែងចែកតាំងពីប្រហែល150ឆ្នាំមុនថាប្រជាជនណាក៏ដោយទោះបីតែមានសិទ្ធិឬគ្មានសិទ្ធិជ្រកកននៅក្នុងប្រទេសសហរដ្ឋអាមេរិកនេះទេហើយបានមានកូនមកកើតនៅប្រទេសសហរដ្ឋនេះនឹងមានសិទ្ធិคล้ายទៅជាប្រជារាស្ត្រអាមេរិកលោកបានផ្លាស់ប្ដូរនៃប្រតិបត្តិខ្លះដែលមានអនុញ្ញាតឲ្យក្មេងដែលកើតនៅក្នុងសហរដ្ឋជាមួយឪពុកម្ដាយដែលគ្មានសិទ្ធិជ្រកកឬក៏ជាប្រជាជនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាតចាឆ្នេះហើយមានបណ្ដោះឲ្យប្រជាពលរដ្ឋជាច្រើនជនជាតិអាមេរិកជាច្រើនហើយនិងជនជាតិអន្តោប្រវេសន៍ជាច្រើនមានការពេញចិត្តជាមួយអំពើប្រដាច់អហង្ការរបស់ប្រធានាធិបតីគេមានការបដកម្មជាច្រើនហើយមានជួយឧបត្ថម្ភនៃបទប្រតិបត្តិរបស់ប្រធានាធិបតីរបស់ខ្លួននោះទេចាឆ្នោះហើយខ្ញុំផងដែរក៏នឹកឃើញថាវាជាវិយោគមួយដែលមានតម្លៃដែលនាងខ្ញុំចង់យកមកសង្ខេបជូនពុកម៉ែបងប្អូនព្រមទាំងជនទស្សនិកជនទាំងគ្រប់រូបឲ្យបានឮជាភាសាខ្មែរខ្លះតែបីយ៉ាងណាមិញចាក្នុងពេលនេះផងដែរខ្ញុំក៏សូមអធិស្ឋានទុកជាមុនចំពោះពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងគ្រប់រូបថាការអត្ថាធិប្បាយនឹងមានការល្អល្អួលហើយនឹងអនខ្សោយនៃភាសាខ្មែរឆ្នៃខ្ញុំក៏គឺខ្ញុំមានគូបំណងល្អនឹងចង់រំលែកចែកចាយព័ត៌មាននេះជូនពុកម៉ែបងប្អូនដែលមិនចេះភាសាអង់គ្លេសគឺពិសេសគឺពុកម៉ែបងប្អូនដែលស្ថិតឬរស់នៅប្រទេសកម្ពុជាឬក៏អូស្ត្រាលីប្រទេសបារាំង
អង់គ្លេសឬក៏កូរ៉េឬជប៉ុននៅណាក៏ដោយចាខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងជួយបំភ្លឺហើយជួយណែនាំឲ្យប្រយោជន៍ឲ្យមានប្រយោជន៍ហើយអាចជួយជាប្រយោជន៍សាមញ្ញចំពោះពុកម៉ែបងប្អូនចំពោះបងប្អូនណាដែលកំពុងជាប់នៅក្នុងការសម្ភាសជាក្រុមគ្រួសារភរិយាឬក៏យ៉ាងណាក៏ដោយដែលនឹងនាំមកនៅក្នុងការជ្រកកឲ្យបានព្រមព្រៀងហើយប្រុងប្រយ័ត្នខ្លួនចាអដាប់តទៅខ្ញុំចង់អត្ថាធិប្បាយពីប្រយោគសង្ខេបពីការធានាយកក្រុមគ្រួសារប្តីប្រពន្ធមកពីស្រុកខ្មែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយតាមដានជួយឧបត្ថម្ភជួយលើកមេដៃជួយ share ហើយនឹងជួយ subscribe ចាដើម្បីឲ្យវីដេអូរបស់នាងខ្ញុំនេះបានលូតលាស់ទៅក្នុងអនាគតចាក្នុងពេលនេះផងដែរនាងខ្ញុំក៏សូមអរគុណយ៉ាងក្រៃលែងក្នុងពេលវេលាដែលបានចូលមកទស្សនាហើយសម្ដាប់នៃវីដេអូរបស់ខ្ញុំមានការត្រេកអរហើយមានសេចក្តីរីករាយដែលបានជួបគ្នាពីខ្ញុំវណ្ណអ៊ិនសូមឲ្យបងប្អូនជនទស្សនិកជនទាំងគ្រប់រូបឲ្យមានសុភមង្គលឲ្យមានសេចក្តីសុខទ្រាំយើងនឹងជួបគ្នាម្ដងទៀតពីខ្ញុំវណ្ណអ៊ិនសូមជម្រាបលា